ជំរាបសួរអ្នកនរគ្នានឹងខ្ញុំមកបង្ហាញពីការបង្កើត website ដោយប្រើប្រាស់ Canva អញ្ចឹងដំបូងយើងចូលទៅក្នុង website Canva ហើយបន្ទាប់មកទៀតយើងសេร์ชពាក្យថា website ហើយវាមាន website ច្រើនដែលឲ្យយើងជ្រើសរើសអញ្ចឹងឧទាហរណ៍ខ្ញុំយក website មួយបន្ទាប់មកទៀតយើងអាចធ្វើការ edit ឬក៏ custom template ហ្នឹងបានចឹងនៅពេលដែលយើង edit ឬ custom វារួចរាល់យើងធ្វើការ change URL យើងចូលមកកន្លែងpublic website នេះហើយយើងសរសេរពី website URL របស់យើងនេះគឺជា website ដែលយើងទទួលបានអរគុណអ្នកនរគ្នាសម្រាប់ការទស្សនារហូតពីដើមដល់ចប់